លិខិតចំហមួយច្បាប់របស់កម្ពុជាដែលបានធ្វើឡើងជា3ភាសាផ្ញើទៅកាន់សមាគមអន្តរជាតិដែលលិខិតនោះគឺធ្វើឡើងដោយលោកពូអាយដាមសងហ្វ្រង់ហ្សឺតាន់ដែលបានបញ្ជាក់5ចំណុចសំខាន់ហើយលិខិតមួយនេះគឺធ្វើឡើងនៅថ្ងៃទី21ខែធ្នូ2025ត្រូវបានបណ្ដាញសារព័ត៌មានសៀមយកទៅធ្វើការចុះផ្សាយនៅល្ងាចថ្ងៃទី22 23 24ម្ដងថ្ងៃនេះហើយនៅតែអត់ទាន់ចប់នៅការរិះគន់នៅឡើយទេនៅពេលដែលលិខិតរបស់កម្ពុជាត្រូវបានផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមរបស់សៀមពលរដ្ឋសៀមគេចេញមកផុសផុលជេររដ្ឋបាលសៀមថាអីបានជារដ្ឋបាលសៀមអត់ចេះធ្វើលិខិតដូចកម្ពុជាអញ្ចឹងហេតុអីក៏ចេះតែឲ្យកម្ពុជានឹងដើរទៅមុនប្រទេសសៀមរហូតទៅអញ្ចឹងដែលជាកត្តាធ្វើឲ្យបណ្ដាប្រទេសផ្សេងៗនេះយល់ច្រឡំមកលើប្រទេសថៃថាប្រទេសថៃនឹងជាអ្នកបើកការវាយប្រហារឈ្លានពានទៅលើប្រទេសកម្ពុជាមុនណាហើយមិនបានអត់ចេះធ្វើការអញ្ចឹងអូរីសៀមគេចេញមករិះគន់ទៅកាន់រដ្ឋបាលសៀមច្រើនមែនតើហើយនៅក្នុងលិខិតបងប្អូនលិខិតទាំង5ចំណុចកម្ពុជាทำจดหมายเปิดผนึกไปถึงយាយប៉ែនេះគាត់គឺជាពិធីករល្បីនៅប៉ុស្តិ៍31របស់ប្រទេសថៃហើយនឹងមានអ្នកធ្វើ content ធំៗនៅក្នុងប្រទេសថៃជាច្រើនទៀតដែលយកលិខិតចំហរបស់កម្ពុជានោះទៅធ្វើការផ្សព្វផ្សាយហើយអ្វីដែលបងចอยហួសចិត្តណាអា5ចំណុចហ្នឹងគឺសិតតែជា5ចំណុចសំខាន់ហើយតាន់ប៉ុន្តែគ្មានពលរដ្ឋសៀមណាមួយដែលភ្ញាក់រលឹកថាខ្លួនឯងកំពុងតែធ្វើខុសមកលើកម្ពុជាឈ្លានពានកម្ពុជាអត់ទេអត់មានទេមានតែថាបន្ទោសរដ្ឋបាលសៀមអត់ចេះធ្វើលិខិតមានតែបន្ទោសរដ្ឋបាលសៀមអត់ចេះធ្វើការធ្វើឲ្យចាញ់ប្រៀបកម្ពុជាយាយប៉ែនេះគាត់បានរៀបរាប់5ចំណុចវែងឯងបងប្អូនតែបងចอยសូមសង្ខេបយកចំណុចសំខាន់ទី1នៅក្នុងលិខិតចំហរបស់កម្ពុជានោះគឺបានបញ្ជាក់នៅអត្ថន័យថាកម្ពុជាមិនមែនជាអ្នកផ្ដើមសង្គ្រាមមុននោះទេហើយកម្ពុជាក៏មិនមានអីដែលត្រូវទៅបង្កសង្គ្រាមជាមួយនឹងប្រទេសដែលធំជាងខ្លួនមានពលរដ្ឋច្រើនជាងខ្លួនមានសព្វាវុធទំនើបច្រើនជាងកម្ពុជារហូតដល់តែ3ដងខុសគ្នាដល់តែ3ដងចឹងអត់មានមូលហេតុអីដែលកម្ពុជាត្រូវទៅធ្វើសង្គ្រាមឬក៏ទៅបង្កចំនួនជាមួយនឹងប្រទេសថៃនោះទេចំណុចទី2គឺប្រទេសកម្ពុជាកំណត់បន្ទាត់ព្រំដែនដោយផែនទីបារាំងសៀមដែលទទួលស្គាល់ជាអន្តរជាតិប៉ុន្តែភាគីថៃបែរជាប្រើប្រាស់ផែនទីដែលគូសដោយខ្លួនឯងទទួលស្គាល់តែម្នាក់ឯងគ្មានអន្តរជាតិណាទទួលស្គាល់ចំណុចទី3ពាក់ព័ន្ធទៅនឹងថាកម្ពុជាគឺជាប្រទេសមួយដែលរងគ្រោះដោយសារសង្គ្រាមហ្នឹងជាច្រើនលើកច្រើនសារកន្លងមកហើយអញ្ចឹងអារឿងធ្វើសង្គ្រាមនេះកម្ពុជាគឺមិនធ្វើជាដាច់ខាតមិនចង់ឲ្យកាត់មានជាដាច់ខាតហើយកម្ពុជាជ្រើសរើសយកសន្តិភាពជាចម្បងទី1ហើយចំណុចទី4គឺកម្ពុជាជ្រើសរើសយកផ្លូវច្បាប់ដើម្បីដោះស្រាយបញ្ហាព្រំដែនប៉ុន្តែប្រទេសថៃទេជាអ្នកជ្រើសរើសយកការប្រយុទ្ធដើម្បីជាការដោះស្រាយចំណុចចុងក្រោយចំណុចទី5ប្រទេសថៃគឺជាអ្នកប្រកាសធ្វើសង្គ្រាមជាមួយនឹងកម្ពុជាមុនហើយប្រទេសថៃបានប្រើប្រាស់សព្វាវុធទំនើបជាច្រើនទាំងកំភ្លើងធំទាំងរថក្រោះទាំង drone ទាំងយន្តហោះចម្បាំង Gripen F16 T50 និងសព្វាវុធទំនើបផ្សេងទៀតវាយប្រហារឈ្លានពានមកលើកម្ពុជាហើយវាយប្រហារចូលទៅកាន់តំបន់ស៊ីវិលរបស់កម្ពុជានេះ5ចំណុចសំខាន់នៅក្នុងចាអត្ថបទចំហលិខិតចំហផ្លូវការរបស់កម្ពុជាដែលផ្ញើទៅកាន់សមាគមអន្តរជាតិពួកសៀមទាំងឡាយដែលវាស្ដាប់ហើយវាអត់មានភ្ញាក់រលឹកអំពីចំណុចទាំង5ហ្នឹងថាមែនវ៉ៃយើងទៅឈ្លានពានគេយើងខុសហើយយើងប្រើផែនទីទទួលស្គាល់ម្នាក់ឯងហ្នឹងវាអញ្ចឹងវាអត់មានភ្ញាក់រលឹកអញ្ចឹងទេវាអត់មានទេវាមានតែបន្ទោសរដ្ឋបាលវាថាឃើញទេអត់ចេះធ្វើលិខិតដូចកម្ពុជាបានធ្វើឲ្យចាញ់ប្រៀបកម្ពុជាធ្វើឲ្យអន្តរជាតិនឹងមើលមកថៃហ្នឹងថាជាប្រទេសដែលទៅធ្វើបាបប្រទេសកម្ពុជាបងប្អូន